រៀបចំកាបូបលុយរបស់អ្នកទៅតាមតិចនិចហុងស៊ុយ9នេះដឹងតែលុយនឹងរត់ចូលណែនពេញហោប៉ៅរបស់បងប្អូនខណៈពេលដែលកាបូបលុយរបស់បងយកមកតាមខ្លួនជារៀងរាល់ថ្ងៃហើយបងគិតថាអត់សូវសំខាន់ទេការពិតទៅគឺមានភាពប៉ះពាល់ទៅដល់លុយដល់កាក់របស់បងជាខ្លាំងប្រសិនបងអត់ចេះរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវទេលុយអាចនឹងហូរចេញដូចជាទឹកអញ្ចឹងតែប្រសិនបើបងចេះវិធីថែរក្សាកាបូបឲ្យបានត្រឹមត្រូវវិញលុយអាចនឹងចូលច្រើនដល់ថ្នាក់សម័យខ្លួនអត់ចង់ជឿទៀតផងចំណុចទី1បងប្អូនទាំងអស់គ្នាសូមបងទុកលុយឲ្យបានគ្រប់ថតនៃកាបូបរបស់បងគ្រប់ថតទាំងអស់ដែលមាននៅក្នុងកាបូបមិនថាកាបូបប្រភេទអីទេត្រូវតែមានលុយគ្រប់ថតទោះបីប៉ុណ្ណាក៏ដោយគឺត្រូវតែមានលុយតែម្ដងហាមមិនឲ្យទុកថតចំហចោលអត់មានលុយទេនឹងចំណុចទី1ប្រសិនបើមិនអញ្ចឹងទេលុយក៏នឹងខ្សត់ទៅតាមនឹងដូចគ្នាដែរចំណុចទី2បងទាំងគ្នាពណ៌ហុងស៊ុយសម្រាប់កាបូបលុយគ្រប់ពណ៌គឺនាំមកនៅភាពផ្សេងគ្នាដល់កាបូបលុយរបស់បងសូមបងរើសយកកាបូបលុយពណ៌ខ្មៅពណ៌បៃតងប្រសិនបើចង់ឲ្យលុយហូរចូលមកកាន់កាបូបបងច្រើនហើយបើចង់កាត់បន្ថយការចំណាយសូមបងជ្រើសរើសយកពណ៌ត្នោតសម្រាប់បងដែលកំពុងតែរកគូសកលវិញសូមជ្រើសរើសយកកាបូបលុយពណ៌ក្រហមប្រសិនបងចង់សន្សំលុយសូមបងជ្រើសរើសយកពណ៌លឿងចាស់ដើម្បីសន្សំលុយបានល្អចំណុចទី3បងហាមប្រើកាបូបដែលមានគេហៅថាគេប្រើរួចហើយគេហៅថាកាបូបមកទឹកព្រោះយើងអត់ដឹងថាអ្នកដែលប្រើកាបូបមុនហ្នឹងគាត់ឡើងឬចុះទេបើសិនបងចេះតែប្រើប្រយ័ត្នប៉ះចំកាបូបលុយអ្នកដែលគាត់មានធម្មពលអវិជ្ជមានច្រើនប៉ះពាល់ដល់បងដែរចំណុចទី4គឺសូមកុំឲ្យកាបូបចាស់របស់បងទៅកាន់អ្នកណាម្នាក់ឲ្យសោះកាលណាបងធ្វើអញ្ចឹងប្រៀបដូចជាបងយកលៀបបងទៅឲ្យអ្នកដទៃអញ្ចឹងណាបាទអញ្ចឹងសូមកុំយកកាបូបលុយឲ្យទៅអ្នកណាឲ្យសោះទោះបីជាកាបូបលុយដែលបងឈប់ប្រើសូមរក្សាវាទុកដោយខ្លួនឯងព្រោះកាបូបលុយគឺតំណាងឲ្យលុយតំណាងឲ្យកន្លែងទុកលុយចំណុចទី5គឺបន្ថែមយូនឲ្យកាបូបសូមបងយកសេនណាលុយសេន3ចងភ្ជាប់គ្នាដោយអំបោះក្រហមហើយដាក់ចូលទៅកាន់កាបូបនឹងទៅយូនរបស់បងនឹងចាប់ផ្ដើមកើនឡើងខ្ពស់ជាងមុនជាមិនខានទេចំណុចទី6បងសូមបងរៀបចំកាបូបរបស់បងសាជាថ្មីឡើងវិញកាបូបលុយបងវាប្រៀបដូចជាបន្ទប់ដែលបងរស់នៅដូចគ្នាអញ្ចឹងដែរអត់មានអ្នកណាចង់រស់នៅបន្ទប់ដែលញ៉ៃដែលស្មុគស្មាញទេមែនទេលុយក៏ដូចគ្នាដែរប្រសិនបើកាបូបណាដែលមានសណ្ដាប់ធ្នាប់ល្អនោះលុយនឹងនៅបានយូរដូចគ្នាជាមួយនឹងកន្លែងបងសម្រាប់ដែរផ្ទុយមកវិញបើសិនជាកាបូបបងញ៉ៃខ្លាំងពេកលុយក៏នឹងរត់ចោលម្ចាស់ដូចគ្នាអញ្ចឹងដែរចំណុចទី7សូមជៀសវាងទុករុកគ្រួសាររបស់បងនៅក្នុងកាបូបទុករុកមនុស្សនៅក្នុងកាបូបបងនឹងធ្វើឲ្យបរិយាកាសកាបូបរបស់បងរៀងច្បុកច្បល់បណ្ដាលឲ្យកម្លាំងទាញស្រូបលុយរបស់បងនឹងគឺធ្លាក់ចុះអញ្ចឹងគួរបងជៀសវាងទុករុកនៅក្នុងកាបូបឲ្យសោះរាល់វិក័យប័ត្រណាដែលទូទាត់ហើយឬក៏មិនទាន់ទូទាត់ហើយក្តីក៏សូមកុំទុកនៅក្នុងកាបូបបាទកុំទុកក្នុងកាបូបព្រោះធ្វើឲ្យច្រឡំថាមិនទាន់ទូទាត់នោះកម្លាំងធម្មពលរបស់បងស្រូបចេញបាទបឺតចេញអញ្ចឹងណាចំណុចទី8ទំហំកាបូបលុយកុំតូចពេកប្រសិនបើកាបូបលុយរបស់បងតូចពេកនឹងធ្វើឲ្យលុយនៅកលើគ្នាបៀតលើគ្នាក៏អត់មានហងស៊ុយដែរចៀតដែរគួរតែប្រើកាបូបដែលមានទំហំសមរម្យដើម្បីរៀបចំលុយឲ្យបានស្អាតបាតជាងមុនមិនបច្ចិតគ្នាពេកមិនណែនគ្នាពេកឲ្យមានសណ្ដាប់ធ្នាប់ល្អដូចបងសម្រានអញ្ចឹងកាលណាចៀតពេកក៏បាក់សម្រានដែរចំណុចទី9បងសូមបងគោរពកាបូបលុយបងកាបូបលុយនៅពេលដែលបងគោរពគាត់នឹងស្រឡាញ់បងដូចគ្នាត្រូវដឹងថាពេលដែលបងគោរពណាម្នាក់គាត់នឹងគោរពបងវិញដូចគ្នាកាបូបលុយរបស់បងក៏ដូចគ្នាដែរគឺហាមមិនឲ្យបោះចោលគ្រប់ទីគ្រប់ទិសកន្លែងទេជៀសវាងការទុកកាបូបចោលនៅលើដីឬក៏ការដែលបងទុកកាបូបនៅលើឥដ្ឋនៅក្នុងបន្ទប់ព្រោះនឹងធ្វើឲ្យបាត់បង់ហុងស៊ុយរបស់បងកាន់តែខ្លាំងឡើងសូមដាក់ទីតាំងខ្ពស់សូមរកទីតាំងឲ្យខ្ពស់ពេលដែលបងដាក់ចឹងកម្លាំងធម្មពលគឺជាកម្លាំងដែលទំនាញទាញនៅក្នុងកាបូបលុយរបស់បងការទុកដាក់លុយកាក់នៅក្នុងកាបូបលុយការទុកដាក់លុយកាក់គឺជារឿងដែលល្អបំផុតដែលបងចេះស្រឡាញ់កម្លាំងឥទ្ធិពលធម្មពលនៃការស្រូបទាញគឺនឹងស្រូបទាញទៅតាមកន្លែងដែលបងដាក់ទ្រព្យសម្បត្តិចឹងទ្រព្យសម្បត្តិរបស់បងដាក់កន្លែងទីតាំងដែលគោរពដាក់កន្លែងទីតាំងដែលអាចនិយាយបានថាកន្លែងដែលយើងផ្ដល់តម្លៃឲ្យជារបស់ដែលមានតម្លៃ
អ្វីគ្រប់យ៉ាងសុទ្ធតែមានតម្លៃសំខាន់បងផ្ដោតតម្លៃឲ្យត្រឹមកម្រិតណាបើបងផ្ដោតតម្លៃឲ្យខ្ពស់ចឹងចំនួនទឹកលុយដែលបងផ្ដល់ឲ្យក៏ខ្ពស់ដូចគ្នាដែរបងទាំងអស់គ្នាទោះបីជាមិនជឿក៏ជារឿងពិតមានពេលខ្លះបងថាវាមិនសំខាន់ទេលើកាបូបលុយសំខាន់ជាងប្រឹងរតែពេលខ្លះប្រឹងរដែរតែវាមិនសល់ប្រឹងរដែរតែវាមិននៅវាចេះតែមានរឿងនេះវាចេះតែមានរឿងនោះធ្វើឲ្យយើងបាត់បង់លុយកាក់ជាបន្តបន្ទាប់អញ្ចឹងការថែទាំទុកដាក់ឲ្យត្រូវទៅតាមក្បួនហុងស៊ុយហ្នឹងគឺជាចំណែកពិសេសមួយក្បួនហុងស៊ុយជាភាសាចិនដែលយើងហៅថាហុងស៊ុយណាប៉ុន្តែអត្ថន័យនៅក្នុងពាក្យថាហុងស៊ុយនេះគឺជាការថែរក្សាធម្មពលថែរក្សាចិត្តវិញ្ញាណថែរក្សាកម្លាំងស្រូបថែរក្សាកម្លាំងទាញដែលមាននៅក្នុងដំណើរអញ្ចឹងកាលណាបងចេះទុកចេះដាក់ចេះរៀបចំបានល្អអញ្ចឹងកម្លាំងធម្មពលនៃការស្រូបទាញហ្នឹងធ្វើឲ្យបងរកទទួលទានមុខរបរអាជីវកម្មទៅចេះតែកាក់កបចេះតែចំណេញហើយពេលដែលបានលុយមកសល់បានច្រើនសន្សំទុកដាក់បានច្រើនចឹងទិញរបស់របរដែលខ្លួនឯងស្រឡាញ់មានផ្ទះមានឡានមានរបស់របរផ្សេងជាច្រើនទៀតសម្លៀកបំពាក់ថ្មីស្អាតបាទរៀបចំបន្ទប់ស្អាតអីហ្នឹងក៏យើងមានលុយនឹងឯងអាចយកទៅធ្វើបានតែបើសិនបងអត់ឲ្យតម្លៃទៅលើលុយកាបូបលុយដាក់ចោលប្រេះផ្ដាស់ទុកដាក់ទៅពីកាលហើយគេដៅកឡគេដៅជន់ជាពិសេសបងបរោះដែលនិយមដាក់លុយនៅខាងក្រោយនៃកប៉ាល់អង្គុយពីលើអីហ្នឹងសិតតែជាបញ្ហាហើយអញ្ចឹងសូមឲ្យបងចាប់អារម្មណ៍ទៅលើការថែទាំលើកាបូបលុយបងចាប់អារម្មណ៍ឯនៅប្រទេសដែលគេស្រឡាញ់ចូលចិត្តលើរាសីលើហុងស៊ុយគេតែងតែផលិតកាបូបលុយដូចជានៅប្រទេសចិនឯងគេផលិតកាបូបលុយបរោះហ្នឹងគេអត់ដាក់នៅក្នុងកប៉ាល់ក្រោយឯងគេផលិតរៀងវែងធំស្អាតហើយគេគៀបនឹងក្លៀកអញ្ចឹងទៅឬក៏គេកាន់នឹងដៃអញ្ចឹងទៅគឺគេផ្ដល់តម្លៃឲ្យគេអត់អង្គុយពីលើគេអត់ជន់គេអត់ជិះទេហើយកាបូបគេស្អាតហើយក៏គេយួរនឹងដៃអញ្ចឹងទៅបាទសិតតែជាវិធីសាស្ត្រចំណែកមួយដែលគេរៀបចំឲ្យត្រូវតាមក្បួនហុងស៊ុយហើយពណ៌ហ្នឹងក៏ដូចគ្នាដែរពណ៌គឺជាចំណែកមួយដែលធ្វើឲ្យយើងស្រឡាញ់ចូលចិត្តអញ្ចឹងបងស្រឡាញ់ពណ៌អីចូលចិត្តពណ៌អីហើយថែរក្សាសរុបសេចក្តីមកវិញមានន័យថាការលើករាសីការដំឡើងរាសីការលើកហុងស៊ុយគឺអាស្រ័យទៅលើយើងមានក្តីស្រឡាញ់និងការថែទាំបានល្អអញ្ចឹងកាលណាថែទាំបានល្អមានក្តីស្រឡាញ់កម្លាំងធម៌ពលនៃការស្រូបទាញក៏ស្រូបទាញអញ្ចឹងបងចង់ស្រូបទាញអីបងត្រូវរៀបចំហ្នឹងឲ្យបានស្អាតសូមបងចុច Subscribe ចុចសញ្ញារូបកណ្ដឹងចុច Like ដើម្បីបានវីដេអូថ្មីនៅពេលដែលខ្ញុំសម្ដែងចក្រាក្រុមការងារវ៉ាវផុសវីដេអូបន្ត